សួស្តីបងប្អូនអរគ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះថ្ងៃហ្នឹងយើងនិយាយអំពីមេដឹកនាំរបស់ប្រទេសមហាអំណាចមួយទៀតហើយដែលអាចយើងអាចនិយាយបានថាជាប្រទេសមហាអំណាចលំដាប់ទី3នៅក្នុងពិភពលោកអ្នកនរគ្នាអាចទាយថាប្រទេសមួយណាវីដេអូលើកនេះយើងនិយាយអំពីលោក Vladimir Putin ដែលជាមេដឹកនាំរបស់ប្រទេសរុស្ស៊ីសរុបមកលោក Vladimir Putin ហ្នឹងគាត់កាន់អំណាចប្រហែលជាជិត2ទសវត្សរ៍មកហើយនៅក្នុងប្រទេសរុស្ស៊ីហ្នឹងនៅក្នុងវីដេអូនេះយើងនឹងមកវែងញែកស៊ីជម្រៅនិយាយអំពីប្រវត្តិគ្រួសារប្រវត្តិសិក្សាបទពិសោធន៍ការងាររបស់គាត់ជីវិតនយោបាយនិងជីវិតជាមេដឹកនាំកម្ពុជាហ្នឹងថាគាត់វិវត្តខ្លួនពីណាមករហូតដល់ក្លាយជាមេដឹកនាំរបស់ប្រទេសរុស្ស៊ីជាង2ទសវត្សរ៍មកហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់ទាំងអស់គ្នាលោក Vladimir Putin គឺជាមន្ត្រីចារកម្មនិងជាអ្នកនយោបាយរុស្ស៊ីម្នាក់ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ1999ដល់ឆ្នាំ2008និងពីឆ្នាំ2012មកដល់បច្ចុប្បន្ននិងជានាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីផងដែរក្នុងនាមជាមេដឹកនាំដែលមានឥទ្ធិពលបំផុតម្នាក់ក្នុងសតវត្សទី21លោក Vladimir Putin បានរៀបចំទម្រង់នយោបាយនៅក្នុងប្រទេសរបស់លោកអស់រយៈពេលរាប់រយទសវត្សរ៍មកហើយជាមួយនឹងការប្រើប្រាស់យុទ្ធសាស្ត្រចម្រុះនិងការកែប្រែរដ្ឋធម្មនុញ្ញការឈ្លានពានខាងយោធាប្រឆាំងនឹងប្រទេសជិតខាងនិងគោលនយោបាយចម្រូងចម្រាសនានាអញ្ចឹងដូចបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយគាត់គឺជាមេដឹកនាំម្នាក់ដែលមានឈ្មោះល្បីល្បាញហើយក៏ជាមេដឹកនាំកម្ពុជាម្នាក់នៅក្នុងពិភពលោកផងដែរយើងចូលមកដល់ប្រវត្តិគ្រួសារនិងប្រវត្តិការសិក្សារបស់គាត់លោកពូទីនចាប់កំណើតនៅថ្ងៃទី7ខែតុលាឆ្នាំ1952នៅទីក្រុងលេនីនក្រាដប្រទេសរុស្ស៊ីនៃសហភាពសូវៀតលោកកើតនៅក្នុងគ្រួសារកម្មករមួយដែលបានឆ្លងកាត់ការលំបាកយ៉ាងខ្លាំងក្នុងអំឡុងសង្គ្រាមលោកលើកទី2ឪពុករបស់លោកមានឈ្មោះ Vladimir Spiridonovich Putin គាត់ជាទាហានក្នុងកងទ័ពជើងទឹកសូវៀតហើយក្រោយមកបានបម្រើនៅក្នុងកងវីរៈសេនាតូចអំឡុងសង្គ្រាមលោកលើកទី2បន្ទាប់ពីសង្គ្រាមលោកបានធ្វើជាកម្មករនៅក្នុងរោងចក្រផលិតរថភ្លើងចំណែកឯម្ដាយរបស់លោកពូទីនគាត់មានឈ្មោះថា Maria Ivanova Selomova គាត់គឺជាកម្មកររោងចក្រម្នាក់លោកពូទីនមានបងប្អូនទាំងអស់3នាក់ហើយគាត់គឺជាកូនពៅគេនៅក្នុងគ្រួសារហើយបងប្រុសទាំងពីររបស់លោកនឹងក៏ពិតបានស្លាប់តាំងពីលោកមិនទាន់ចាប់កំណើតទៅទៀតបងប្រុសទី1គាត់មានឈ្មោះថា Albert Putin បានស្លាប់តាំងពីនៅជាទារកក្នុងអំឡុងទសវត្សរ៍ឆ្នាំ1930ហើយចំណែកបងប្រុសមួយទៀតមានឈ្មោះថា Victor Putin គាត់ក៏បានស្លាប់នៅក្នុងអំឡុងពេលនៃការឡោមព័ទ្ធទីក្រុងលេនីនក្រាដក្នុងឆ្នាំ1942ក្នុងវ័យទើបតែ2ឆ្នាំប៉ុណ្ណោះដោយសារបញ្ហាទី1អាចតាក់ទងនឹងជំងឺកង្វះជីវជាតិហើយមួយទៀតការអត់ឃ្លានតាក់ទងនឹងជីវិតឯកជននិងជីវិតអាពាហ៍ពិពាហ៍របស់លោកពូទីនវិញគឺត្រូវបានរក្សាការសម្ងាត់យ៉ាងខ្លាំងប៉ុន្តែក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរដែលបង្ហាញឲ្យសាធារណជនបានដឹងលោកពូទីនគាត់បានរៀបការជាមួយនឹងលោកស្រី Lyudmila Skripneva នៅក្នុងឆ្នាំ1983ពួកគាត់ទាំងពីរហ្នឹងបានជួបគ្នានៅក្នុងទីក្រុងលេនីនក្រាដតាមរយៈមិត្តភ័ក្តិនៅពេលនោះលោកស្រី Lyudmila ហ្នឹងគឺជាបុគ្គលិកបម្រើការនៅលើយន្តហោះ
លោកស្រីក៏បានរួមរស់ជាមួយនឹងលោកពូទីននៅក្នុងកំឡុងពេលដែលលោកបំពេញបេសកកម្មជាភ្នាក់ងារគណៈកម្មាធិការសន្តិសុខដែលហៅកាត់ថា KGB នៅក្នុងទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ខាងកើតពួកគាត់ទាំងពីរមានកូនស្រីចំនួន2នាក់កូនស្រីទី1មានឈ្មោះថា Maria Putina គាត់កើតនៅក្នុងឆ្នាំ1985បច្ចុប្បន្នត្រូវបានគេស្គាល់ថាគាត់នឹងគឺមានជំនាញខាងផ្នែកវិទ្យាសាស្ត្រគឺឯកទេសខាងក្រពេញដែលយើងហៅកាត់ភាសាអង់គ្លេសថាជា endocrinologist ចំណែកកូនស្រីទី2មានឈ្មោះថា Katerina Tikhonova គាត់បានកើតនៅឆ្នាំ1986លោកស្រីគឺជាអ្នកវិទ្យាសាស្ត្រហើយក៏ជាអតីតអ្នករាំរបាំអាជីពលោកពូទីនកម្រនឹងឮគាត់និយាយពីឈ្មោះកូនស្រីរបស់គាត់ជាសាធារណៈណាស់ដោយសារអីទី1ដើម្បីរក្សាសុវត្ថិភាពដល់កូនស្រីរបស់គាត់អ្វីដែលគួរឲ្យសោកស្ដាយបើលោកពូទីននិងប្រពន្ធរបស់គាត់ក៏បានចែកផ្លូវគ្នាបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលប្រហែលជាជិត30ឆ្នាំដែរនៅខែមិថុនាឆ្នាំ2013លោកពូទីននិងភរិយារបស់គាត់បានប្រកាសរួមគ្នានៅលើកញ្ចក់ទូរទស្សន៍ថាពួកគាត់បានសម្រេចចិត្តបែកគ្នាលោកស្រីលីយ៉ូមីឡាគាត់បានបញ្ជាក់ដែរថាមូលហេតុរឿងបែកគ្នាហ្នឹងគឺដោយសារលោកពូទីនគាត់រវល់នឹងការងារពេកគឺគាត់រវល់ខ្លាំងនឹងការងាររដ្ឋបាលប្រទេសហើយពួកគាត់ទាំងពីរហ្នឹងស្ទើរតែគ្មានពេលជួបគ្នាការលែងលះត្រូវបានបញ្ចប់ជាផ្លូវការនៅដើមឆ្នាំ2014ចាប់តាំងពីការលែងលះមកវាមានគ្រីមឡាំងមិនដែលបញ្ជាក់ពីទំនាក់ទំនងស្នេហាថ្មីរបស់លោកពូទីនឡើយទោះជាយ៉ាងណាក៏មានពាក្យចចាមអារាមមិនផ្លូវការជាច្រើនបានផ្សារភ្ជាប់លោកជាមួយនឹងអតីតកីឡាការិនីសម្ព័ន្ធមេដាយមាសអូឡ িম্প ពិកគឺលោកស្រី Alina Kabaeva ប៉ុន្តែព័ត៌មាននឹងត្រូវបានលោកពូទីនបដិសេធយ៉ាងដាច់អហង្ការច្រើនលើកមកហើយបច្ចុប្បន្នហ្នឹងលោកពូទីនបង្ហាញខ្លួនឯងហ្នឹងជាមេដឹកនាំពោះម៉ាយដែលផ្ដោតទៅលើតែកិច្ចការជាតិនិងការលេងកីឡាប៉ុណ្ណោះតែទៅនឹងប្រវត្តិសិក្សារបស់លោកពូទីនគឺជាប្រវត្តិដ៏គួរចាប់អារម្មណ៍មួយផងដែរដោយផ្លាស់ប្ដូរពីក្មេងដែលបង្កបញ្ហានៅសាលាទៅជាសិស្សដែលមានមហិច្ឆតាខ្ពស់នៅក្នុងវិស័យច្បាប់និងសន្តិសុខលោកពូទីនបានចូលរៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យនៅក្នុងទីក្រុងលេនីនក្រាដពីឆ្នាំ1960ដល់ឆ្នាំ1968កាលពីក្មេងលោកពូទីនមិនមែនជាសិស្សឆ្នើមនោះទេប៉ុន្តែជាក្មេងដែលចូលចិត្តបកករឿងនិងមានចរិតរឹងរូសនៅក្នុងសាលានិយាយរួមគាត់ជាក្មេងអត់សូវត្រូវជាមួយគេនៅក្នុងសាលានឹងទេលោកក៏មិនត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកអង្គការអ្នកត្រួតត្រាយភ្លាមដូចក្មេងដទៃទេដោយសារតែចរិតរឹងរូសពេកនៅថ្នាក់ទី6លោកបានចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងដោយងាកមកផ្ដោតលើការសិក្សានិងការលេងកីឡាដើម្បីពង្រឹងវិន័យខ្លួនពីឆ្នាំ1968ដល់ឆ្នាំ1970លោកបានបន្តសិក្សានៅវិទ្យាល័យនៅក្នុងទីក្រុងលេនីនក្រាដដែលជាសាលាផ្ដោតតែលើផ្នែកគីមីវិទ្យានៅវ័យជំទង់លោកមានក្តីសម័យចង់ធ្វើជាភ្នាក់ងារសម្ងាត់ដែលយើងហៅថា spy លោកថែមទាំងបានទៅសាកសួរនៅការិយាល័យគណៈកម្មាធិការសន្តិសុខជាតិ KGB ដោយផ្ទាល់ថាតើគួររៀនអ្វីខ្លះទាក់ទងនឹងការចូលធ្វើការនៅផ្នែកហ្នឹងខាងគណៈកម្មការសន្តិសុខហ្នឹងក៏បានណែនាំឲ្យលោកនឹងទៅរៀនផ្នែកច្បាប់
នៅក្នុងឆ្នាំ1907ដល់ឆ្នាំ1975លោកក៏បានទៅចូលរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យ Leningrad តែបច្ចុប្បន្នហ្នឹងសាកលវិទ្យាល័យហ្នឹងគេបដូរឈ្មោះមកហៅថាជា Saint Petersburg លោកគឺជាសិស្សម្នាក់ដែលខិតខំប្រឹងប្រែងរៀនខ្លាំងហើយបានបញ្ចប់ការសិក្សានៅឆ្នាំ1975ជាមួយនឹងសញ្ញាបត្រផ្នែកច្បាប់នឹងតែម្ដងក្នុងកំឡុងពេលរៀននៅទីនោះលោកក៏បានជួបជាមួយនឹងលោក Anatoly Sobchak ដែលជាសាស្ត្រាចារ្យច្បាប់និងក្រោយមកបានក្លាយជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងអាជីពនយោបាយរបស់លោកហើយលោកពូទីននឹងក៏បានទៅបន្តសិក្សានៅសាលាភ្នាក់ងារសម្ងាត់លេខ401ទៀតនៅក្នុងឆ្នាំ1997ខណៈពេលដែលកំពុងធ្វើការឲ្យរដ្ឋាភិបាលលោកបានការពារនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅវិទ្យាស្ថានរ៉ែសាំងពីតើបឺកនិក្ខេបបទរបស់លោកផ្ដោតលើការរៀបចំផែនការយុទ្ធសាស្ត្រនៃធនធានតំបន់និយាយរួមមកការសិក្សារបស់លោកពូទីនបានឆ្លុះបញ្ចាំងពីការរៀបចំខ្លួនយ៉ាងហ្មត់ចត់ដើម្បីឈានចូលក្នុងវិស័យសន្តិសុខនិងការដឹកនាំរដ្ឋយើងបានបញ្ចប់ពីប្រវត្តិកុសានិងប្រវត្តិការសិក្សារបស់គាត់អញ្ចឹងយើងចូលមកដល់ចំណុចបទពិសោធន៍ការងាររបស់គាត់វិញបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់លោកពូទីនក៏បានទៅបម្រើការងារភ្លាមៗនៅស្ថាប័នគណៈកម្មាធិការសន្តិសុខ KGB ការងារដំបូងរបស់លោកធ្វើការនៅផ្នែកប្រឆាំងចារកម្មក្នុងទីក្រុង Leningrad បេសកកម្មនៅអាល្លឺម៉ង់ខាងកើតពីឆ្នាំ1985ដល់ឆ្នាំ1909ដោយលោកត្រូវបានបញ្ជូនទៅកាន់ទីក្រុង Dresden ភារកិច្ចរបស់លោកគឺប្រមូលព័ត៌មានសម្ងាត់និងតាមដានសកម្មភាពនយោបាយលោកបានរស់នៅទីនោះរហូតដល់ជញ្ជាំងបែកឡើងដួលរលំលោកក៏បានលាឈប់ពីគណៈកម្មការសន្តិសុខរដ្ឋ KGB នៅក្នុងឆ្នាំ1991ក្នុងឋានន្តរស័ក្តិវីរៈសេនីយ៍ឯកចំពេលដែលសហភាពសូវៀតជិតរលំរលាយនៅក្នុងដំណាក់កាលការងាររដ្ឋបាលក្រុងសាំងពីនធើបឺកពីឆ្នាំ1909ដល់ឆ្នាំ1996បន្ទាប់ពីវិលត្រឡប់ពីអាល្លឺម៉ង់លោកបានចូលធ្វើការជាមួយអតីតសាស្ត្រាចារ្យរបស់លោកគឺលោក Anatoly Sobchak លោកពូទីនបានកាន់តំណែងជាប្រធានគណៈកម្មាធិការទំនាក់ទំនងក្រៅប្រទេសនិងក្រោយមកវិវត្តទៅជាអនុអភិបាលក្រុងទី1លោកមានតួនាទីតាក់ទាញវិនិយោគទុនបរទេសនិងគ្រប់គ្រងកិច្ចការសេដ្ឋកិច្ចរបស់ទីក្រុងសាំងភីនធើបឺកដែលជាបទពិសោធន៍រដ្ឋបាលដំបូងបង្អស់របស់លោកចូលដល់ដំណាក់កាលការងារឈានចូលវិមានគ្រីមឡាំងពីឆ្នាំ1996ដល់ឆ្នាំ1999បន្ទាប់ពីលោកស៊ុបចាក់ចាញ់ឆ្នោតអភិបាលក្រុងលោក Vladimir Putin បានផ្លាស់ទៅធ្វើការនៅទីក្រុងមូស្គូលោកបានធ្វើការក្នុងផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងអធិការកិច្ចរួចមកលោកប្រធានាធិបតី Boris Yeltsin ក៏បានតែងតាំងលោកពូទីនឲ្យធ្វើជាប្រធានទីភ្នាក់ងារសន្តិសុខសហព័ន្ធដែលហៅកាត់ថា FSB តើតងនឹងបទពិសោធន៍ការងារយើងបានបញ្ចប់ឥឡូវយើងចូលមកដល់ចំណុចមួយទៀតគឺជាជីវិតនយោបាយនិងជីវិតជាមេដឹកនាំកម្ពុជាប្រវត្តិការងារជាមេដឹកនាំកម្ពុជារបស់លោកពូទីនគឺជាដំណើររឿងនៃការក្តោបក្តាប់អំណាចយ៉ាងណែនក្នុងដៃនិងការផ្លាស់ប្ដូរមុខមាត់ប្រទេសរុស្ស៊ីនៅលើឆាកអន្តរជាតិ
លោកពូទីនបានកាន់អំណាចកម្ពុជាអស់រយៈពេលជាង2ទសវត្សរ៍មកហើយសម្រាប់ការឡើងកាន់អំណាចដំបូងគឺពីឆ្នាំ1999ដល់ឆ្នាំ2000គឺជានាយករដ្ឋមន្ត្រីលោកពូទីនត្រូវបានលោក Boris Yeltsin ដែលជាប្រធានាធិបតីតែងតាំងជានាយករដ្ឋមន្ត្រីនៅខែសីហាឆ្នាំ1999ពេលនោះលោកពូទីនអត់សូវមានគេស្គាល់ប្រមាណទេប៉ុន្តែលោកពូទីននឹងបានសាងប្រជាប្រិយភាពយ៉ាងលឿនតាមរយៈការបង្ហាញភាពរឹងមាំនៅក្នុងសង្គ្រាមនៅឆេកនីលោកត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទីនៅថ្ងៃទី31ខែធ្នូឆ្នាំ1999តែភ្លាមនោះលោក Boris Yeltsin គាត់ក៏បានលាឈប់ពីតំណែងភ្លាមបន្ទាប់មកក៏បានប្រគល់អំណាចឲ្យលោក Vladimir Putin កាន់កាប់បណ្ដោះអាសន្នលោកពូទីនក៏បានកាន់តំណែងជាប្រធានាធិបតីចំនួន2អាណត្តិដោយនៅលើកទី1នៅឆ្នាំ2000ដល់ឆ្នាំ2008ការស្ដារសេដ្ឋកិច្ចក្នុងអាណត្តិដំបូងលោកទទួលបានជោគជ័យខ្លាំងក្នុងការនាំយកស្ថិរភាពមកឲ្យរុស្ស៊ីវិញដោយសារតម្លៃប្រេងឡើងថ្លៃសេដ្ឋកិច្ចរុស្ស៊ីក៏បានរីកចម្រើនខ្លាំងជីវភាពពលរដ្ឋក៏បានធូរធារដែលធ្វើឲ្យលោកទទួលបានការគាំទ្រច្រើននៅពេលនោះលោកបានចាប់ផ្ដើមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងកាត់បន្ថយអំណាចរបស់ពួកសេដ្ឋីពួកអ្នកមាននឹងឯងដែលកន្លងមកធ្លាប់មានឥទ្ធិពលលើរដ្ឋាភិបាលនិយាយរួមឲ្យតែមានលុយគឺមានអំណាចការពីមុនហ្នឹងប៉ុន្តែក្រោយពីលោកបូទីនឡើងកាន់អំណាចមកគឺគាត់ដើរកាត់បន្ថយអំណាចរបស់ពួកអ្នកមានពីឆ្នាំ2008ដល់ឆ្នាំ2012លោកជានាយករដ្ឋមន្ត្រីប៉ុន្តែនៅតែក្តោបអំណាចដោយសាររដ្ឋធម្មនុញ្ញរុស្ស៊ីពេលនោះមិនអនុញ្ញាតឲ្យធ្វើជាប្រធានាធិបតីលើសពី2អាណត្តិជាប់គ្នានោះទេអញ្ចឹងពេលហ្នឹងលោកក៏បដូរទៅធ្វើជានាយករដ្ឋមន្ត្រីវិញបន្ទាប់ពីបដូរមកធ្វើជានាយករដ្ឋមន្ត្រីវិញលោកពូទីនហ្នឹងក៏បានលើកលោក Dmitry Medvedev ឲ្យធ្វើជាប្រធានាធិបតីប៉ុន្តែត្រូវបានពិភពលោកមើលឃើញថារាល់ការសម្រេចចិត្តរបស់លោក Dmitry Medvedev ហ្នឹងគឺមានលោកពូទីននៅពីក្រោយខ្នងការត្រឡប់មកវិញនឹងការកែប្រែរដ្ឋធម្មនុញ្ញពីឆ្នាំ2012ដល់បច្ចុប្បន្នការវិលត្រឡប់មកវិញនៅឆ្នាំ2012លោកបានឈ្នះឆ្នោតមកធ្វើជាប្រធានាធិបតីវិញជាមួយនឹងអាណត្តិដែលត្រូវបានពន្យាពី4ឆ្នាំទៅជា6ឆ្នាំនយោបាយក្រៅប្រទេសដ៏រឹងត្អឹងលោកបានចាប់ផ្ដើមបង្ហាញឥទ្ធិពលយោធាកាន់តែខ្លាំងដូចជាការបញ្ចូលតំបន់គ្រីមៀមកក្នុងរុស្ស៊ីក្នុងឆ្នាំ2014និងការបញ្ចូលទ័ពទៅជួយប្រទេសស៊ីរីក្នុងឆ្នាំ2015ការកែរដ្ឋធម្មនុញ្ញឆ្នាំ2020លោកបានរៀបចំឲ្យមានការបោះឆ្នោតកែរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យលោកអាចឈរឈ្មោះជាប្រធានាធិបតី2អាណត្តិបន្ថែមទៀតនេះមានន័យថាលោកនៅតែអាចបន្តកាន់អំណាចរហូតដល់ឆ្នាំ2036សង្គ្រាមនៅអ៊ុយក្រែនពីឆ្នាំ2022ដល់បច្ចុប្បន្ននៅខែកុម្ភៈឆ្នាំ2022លោកបានបញ្ជាឲ្យមានប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែនដែលបានក្លាយជាវិមត្តសន្តិសុខដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2ព្រឹត្តិការណ៍នេះបានធ្វើឲ្យរុស្ស៊ីរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីលោកខាងលិចប៉ុន្តែលោកនៅតែបន្តរក្សាអំណាចក្នុងស្រុកយ៉ាងរឹងមាំលោកពូទីនជាមេដឹកនាំ
ដែលផ្ដោតលើគោលដៅចម្បងពីរទី1គឺការរក្សាស្ថិរភាពនិងអំណាចមជ្ឈិមក្នុងប្រទេសនិងទី2គឺការធ្វើឲ្យរុស្ស៊ីក្លាយជាមហាអំណាចពិភពលោកដែលគ្មានអ្នកណាអាចមើលរំលងបានបច្ចុប្បន្នស្ថានភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែស្ថិតក្នុងសភាពតានតឹងនិងជាចំនួនយោធាដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2មកស្ថានភាពនៅសមរភូមិភាគច្រើនបានคล้ายជាការប្រយុទ្ធយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងកើតនិងភាគខាងត្បូងកងទ័ពរុស្ស៊ីនៅតែព្យាយាមវាយលុកដើម្បីគ្រប់គ្រងទឹកដីបន្ថែមខណៈអ៊ុយក្រែនព្យាយាមការពារយ៉ាងប្តូរផ្តាច់និងវាយបកនៅចំណុចខ្សោយរបស់រុស្ស៊ីសង្គ្រាមបច្ចុប្បន្នពឹងផ្អែកខ្លាំងទៅលើដ្រូនអត្តឃាតនិងមីស៊ីលរយៈចម្ងាយឆ្ងាយអ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឃ្លាំងប្រេងនៅក្នុងទឹកដីរុស្ស៊ីដើម្បីកាត់បន្តាច់ការផ្គត់ផ្គង់យោធាចំណែកឯសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅអឺរ៉ុបនៅតែផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនរួមមានប្រព័ន្ធការពារអាកាសទំនើបរថក្រោះនិងយន្តហោះចម្បាំង F-16 ជាដើមប៉ុន្តែទោះជាយ៉ាងណាការផ្ដល់ជំនួយនឹងក៏ជួបប្រទះការរាំងស្ទះខ្លះៗដែរដោយសារតែបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសអ្នកផ្ដល់ជំនួយនឹងឯងរុស្ស៊ីនៅតែរងសម្ពាធពីទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប៉ុន្តែរុស្ស៊ីបានបង្វែរការនាំប្រេងនិងហ្គាសទៅកាន់ទីផ្សារអាស៊ីវិញជាពិសេសចិននិងឥណ្ឌាដើម្បីរក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេសខ្លួនមនុស្សរាប់លាននាក់នៅតែបន្តភៀសខ្លួននៅក្រៅប្រទេសនិងក្នុងស្រុកទីក្រុងជាច្រើននៅអ៊ុយក្រែនត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងសង្គ្រាមនេះបានធ្វើឲ្យតម្លៃទំនិញនិងថាមពលជុំវិញពិភពលោកឡើងថ្លៃទោះបីជាមានកិច្ចព្រមព្រៀងខ្លះៗក្នុងការនាំចេញគ្រាប់ធនជាតិពីសមុទ្រខ្មៅក៏ដោយបច្ចុប្បន្ននេះភាគីទាំងសងខាងហាក់ដូចជាអត់ទាន់មានឆន្ទៈក្នុងការចរចាពិតប្រាកដនោះទេរុស្ស៊ីនៅតែទាមទារឲ្យអ៊ុយក្រែនទទួលស្គាល់ការបាត់បង់ទឹកដីដូចជាគ្រីមៀនិងតំបន់ដទៃទៀតចំណែកឯអ៊ុយក្រែនវិញនៅតែប្រកាសខ្លួនឯងថានឹងមិនចរចាជាដាច់ខាតដរាបណាទ័ពរុស្ស៊ីមិនទាន់ដកចេញពីទឹកដីអ៊ុយក្រែនទាំងអស់សង្គ្រាមនេះបានក្លាយជាការវាស់ស្ទង់ភាពធន់រវាងរុស្ស៊ីនិងបកសម្ព័ន្ធលោកខាងលិចពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះវាអាចជះឥទ្ធិពលដល់សណ្ដាប់ធ្នាប់ពិភពលោកទាំងមូលនាពេលអនាគតវីដេអូនិយាយអំពីប្រវត្តិលោក Vladimir Putin ចូលមកដល់ទីបញ្ចប់ហើយអញ្ចឹងបងប្អូនមានចម្ងល់ឬក៏មានសំណួរឬក៏មានមតិរិះគន់អីអាចទម្លាក់ចូលក្នុង comment ខាងខ្ញុំនឹងព្យាយាមកែតម្រូវបន្ថែមដើម្បីការធ្វើវីដេអូបន្តកាន់តែល្អជាងនេះហើយមួយវិញទៀតបងប្អូនកុំភ្លេចចុច like comment និង subscribe ដើម្បីជាកម្លាំងចិត្តដល់ admin ក្នុងការធ្វើវីដេអូក្រោយៗទៀតសូមអរគុណ